we all have to know the military because our country is in danger. We're supposed to know that. What do you think you can do by yourselves? Do you really think Cambodians can defend themselves by themselves against the Viet Cong and the North Vietnamese? We do think that because when we are grouped, we are in power. When we group together, the things we need is only material. One of the things that I noticed going around is that you don't have very much material. You don't have very many guns. Is there much point sort of training to use guns that you haven't got? Well, we must ask for the American aid because the most important thing is gun and material, something like that. Aren't you afraid? No, we are not, because we are brave enough to defend for our country. You're a girl. What do you think when you have a gun in your hand? Well, I think I will kill one Viet Cong at least if I have a gun. Because I really hate those invaders. Because our country is in peace, and they came into our country and make begin the war, and make our country and destroy everything. So my idea is that if I have a gun in my hand, I will try to kill at least one Viet Cong. ឲ្យពួកក្មេងៗចំនួនក្រោយនេះសូមឲ្យឈប់ញ៉ាំអាភៀនស្រាបរិយគ្រឿងសង្វឹងគ្រឿងញៀនអីទាំងប្រមាណពីព្រោះវាធ្វើឲ្យយើងខូចគំនិតខូចយោបល់ខូចការរៀនសូត្រខូចអារម្មណ៍ពីព្រោះនាងអស់នឹងដែលជាក្មេងជំនាន់ក្រោយនឹងជាតសរបស់ជាតិបើនាងអស់នឹងធ្វើអត់ស្រួលទៅជាឡាយឡោនេះទៅបានអ្នកណាត្រូជាតិវិញ្ញាណាគេស្រឡាញ់ជាតិយើងដែលជាខ្មែរនឹងជាងយើងចង់ឲ្យគេចូលមកឲ្យគេហៅឲ្យគេថាហោគេស្រឡាញ់យើងឯគេជួយយើងអត់ទេនាងឡោះឲ្យត្រូវដឹងខ្លួនថាយើងនឹងជាសសររបស់ជាតិបើយើងអញ្ចឹងទៅយើងជាចៅមកសៀតដល់ពេលឪពុកម្ដាយជីដូនជីតាស្លាប់អស់ទៅអ្នកដែលមុននឹងស្លាប់អស់ទៅយើងនឹងដំណែកឡើងទៅជាធ្វើធំទៅយ៉ាងម៉េចទៅយើងនឹងជាចៅមកសៀតដឹកនាំស្រុកអញ្ចឹងទៅនាំស្រុកនឹងឲ្យគេយកទៅឡោះហើយខ្ញុំសូមផ្ដាំនាងក្មេងៗអស់ហ្នឹងហើយអាវុធធំបំផុតគឺការរៀនសូត្រហ្នឹងហើយខ្ញុំរៀនសូត្រមួយជីវិតខ្ញុំទៅដល់ស្រុកអាមេរិកខ្ញុំមាន degree ខ្ញុំរៀនមិនមែនរៀនទៅសាលាទេគ្រាន់តែមើលក្នុង TV ក្នុង YouTube program ដែលគេបង្ហាញបង្រៀនគេបង្ហាញស្អីមួយហ្នឹងគឺការរៀនហើយមិនមែនទៅអង្គុយនៅសាលាមានសភៅបើកសភៅជួលគ្រូឲ្យបង្រៀនទេមិនមែនរៀននឹងបានន័យថាអង្គុយមុខគ្រូរហូតទេរៀននឹងគឺអានសភៅអាន magazine ពិសេសគេនិយាយពីរឿងស្អីមួយគេនិយាយពីបញ្ហាអីមួយគេនិយាយពីបញ្ហារបស់ដើមឈើស្អីមួយបញ្ហាទឹកបញ្ហាស្អីបញ្ហាទឹកដែលវា pollute បានន័យថាវាខូចទឹករហូតដល់យើងលែងញ៉ាំទឹកបានអស់នឹងបាននេះម្លោះហើយការរៀនរបស់ខ្ញុំនឹងបានខ្ពស់ដោយសាររឿងហ្នឹងចាអរគុណលោកស្រីជាចុងក្រោយតើលោកស្រីមានជាសារអ្វីទៅដល់យុវជនជាពិសេសយុវតីខ្មែរឲ្យមានភាពក្លាហានដូចជាលោកស្រីនៅពេលនេះចាភាពក្លាហានហ្នឹងមិនបាច់ដឹកនាំទេមិនបាច់បង្កើតទេយើងត្រូវមានក្នុងចិត្តយើងដែលជាសាសខ្មែរសាសគេទៀតក៏គេមានដែរសម្រាប់ជាតិគេព្រោះយើងចាំបាច់គេមកប្រាប់ថានាងស្រឡាញ់ជាតិធ្វើអញ្ចេះធ្វើអញ្ចោះអាហ្នឹងវាត្រូវដុសក្នុងចិត្តយើងតាំងពីយើងកើតមកបើថាយើងមិនដឹងទេឪពុកម្ដាយយើងត្រូវបដៅយើងបើថាយើងមិនដឹងទេយើងទៅរៀនក៏យើងត្រូវរៀនដឹងដែរយើងត្រូវមើលកាសែតយើងត្រូវមើលស្អីយើងត្រូវមានការឈឺចាប់បើជាតិយើងចុះខ្សោយយើងត្រូវមានការខ្មាស់អៀនការឈឺចាប់បើសះគេមើលងាយយើងហើយនាងស្រីអស់នឹងសូមកុំញ៉ាំស្រាតាមគេបង្ហាញស្រាហ្នឹងគេមិនមែនបង្ហាញថាគេឲ្យយើងញ៉ាំស្រាគេចង់បង្ហាញថាពួកក្មេងៗស្រីស្រុកគេក៏ញ៉ាំស្រាដែរហើយវាមិនមែនជាការល្អទេវានាំទៅផ្លូវអាក្រក់
ប៉ុន្តែជួនកាលយើងខ្លួនឯងយើងអត់ដឹងនៃគេទេយើងស្មានថាគេថាអូញ៉ាំស្រាទៅឲ្យខ្លួនឯងនឹងចង់ធ្វើណាដើម្បីឲ្យបានដូចគេយើងនឹងចង់ណាស់ឲ្យបានគេញ៉ាំស្រាគេលាបមុខលាបមាត់គេលាបក្រែមឲ្យសធ្វើបានដូចគេព្រោះយើងនឹងចង់ស្អាតដូចគេកូរ៉េតាមពិតមិនមែនទេការស្អាតនៅក្នុងខួរក្បាលរបស់យើងយើងត្រូវមានការទុកចិត្តខ្លួនឯងអ្នកណាក៏ស្អាតដែរគ្មានអ្នកណាអាក្រក់ទេឲ្យតែយើងគិតថាយើងលើកខ្លួនឯងថាយើងស្អាត